នេះគឺជាប្រេងស្លឹកម្រុំដែលវិធីធ្វើងាយៗហើយក៏ប្រើលើមុខទទួលបានផងជាទីពេញចិត្តដែរបងប្អូនអាចមើលបានក៏ដាក់លើមុខភ្លាមឡើងគីឡូឡើងអាឡូមភ្លាមឲ្យតឹងទៀតសបោទៅដល់សារធាតុចិញ្ចឹមជាច្រើនជាពិសេសសម្រាប់បងប្អូនដែលគាត់មានជាមួយនឹងបញ្ហាស្បែកមុខគាត់រលាកស្ដាងសរសៃក្រហមអាចសាកបាននេះគឺជាស្លឹកម្រុំដែលបងប្អូនភាគច្រើនគាត់តែងតែយកទៅស្លបងប្អូនធ្លាប់ញ៉ាំអត់ស្លឹកម្រុំជួយច្រើនណាស់ជួយឲ្យត្រជាក់ក្នុងហើយក៏ជួយដល់សុខភាពខាងក្នុងជាច្រើនទៀតពេលដែលយើងយកទៅញ៉ាំតែបើយើងយកមកធ្វើជាប្រភេទប្រេងលាបមុខអញ្ចឹងជំនួយស្បែកមុខយើងច្រើនធម្មតាតែគុណភាពប៉ុណ្ណឹងហើយសម្រាប់ស្លឹកម្រុំនេះយើងអាចយកមកធ្វើជាប្រេងលាបមុខដើម្បីជួយចិញ្ចឹមស្បែកមុខរបស់យើងហើយជួយឲ្យស្បែកមុខរបស់យើងកាត់បន្ថយការរលាកសរសៃក្រហមកាត់បន្ថយរោជួយស្បែកយើងក្មេងជាងវ័យស្បែកយើងភ្លឺថ្លាមានស្នាមចេញពីខាងក្នុងបន្ទាប់ពីបេះស្លឹកម្រុំហើយលាងទឹកឲ្យស្អាតអាចបងប្អូនទុកឲ្យខ្សោះទឹកតែអានេះខ្ញុំបញ្ញាប់ហើយខ្ញុំមានជាមួយនឹងប្រទាលកតុយកពើស្រស់មកកូនដុំមកយកមកច្បាច់បែបហ្នឹងខ្ញុំធ្វើនេះវិធីងាយដើម្បីបងប្អូនដែលគាត់មានម៉ាស៊ីនក្លុកក៏គាត់អាចធ្វើបានបន្ទាប់មកខ្ញុំដាក់ប្រេងដូងចូលប្រេងដូងពិតជាសំខាន់បើសិនជាអត់ប្រេងដូងចំណេញធ្វើប្រេងអត់កើតទេមានវិធីមួយទៀតយកគ្រាប់ម្រុំដែលទុំស្ងួតល្អទៅដាក់ចូលក្នុងម៉ាស៊ីនគៀបចូលប្រេងតោះតែយើងមានម៉ាស៊ីនគៀបណាបងប្អូនហើយខ្ញុំតែងតែជ្រើសរើសវិធីងាយៗជូនបងប្អូនដើម្បីងាយស្រួលឥឡូវខ្ញុំយកមកដាក់នៅលើភ្លើងបើកភ្លើងតិចបំផុតមើលយ៉ាងណាកុំឲ្យស្លឹកម្រុំខ្លោចឥឡូវនេះខ្ញុំបានបិទភ្លើងយកមកច្រោះបងប្អូនច្រោះបែបនេះគឺងាយស្រួលអត់ដោយកតិកទីទេហើយបើសិនជាមើលទៅប្រេងមិនសូវថ្លាទេបងប្អូនទាំងអស់គ្នាអាចយកប្រេងដែលយើងច្រោះហើយហ្នឹងយកមកដាក់នៅលើឆ្នាំងយកមកកម្ដៅម្ដងទៀតតែឆ្នាំងយើងដាក់ទឹកតិចៗផងបងប្អូនកុំគ្របតែគ្របញើសហ្នឹងវាអាចហូរចូលក្នុងប្រេងធ្វើឲ្យបើយើងទុកអត់បានយូរទេអញ្ចឹងកម្ដៅមើលថាប្រេងថ្លាហើយទុកឲ្យត្រជាក់យើងអាចច្រកចូលដបបានហើយប្រើបានយូរអត់ងាយខូចទេបងប្អូនឃើញទេគ្រាន់តែលាបលើដៃភ្លាមឡើងអាលូងឡើងគីឡូហើយអាលូងគីឡូមិនមែនដោយសារតែមកពីដាក់ប្រេងដូងទេបងប្អូនដោយសារតែសារធាតុម្រុំហ្នឹងណាវាមានសារធាតុចិញ្ចឹមជាច្រើនហើយក៏ជួយធ្វើឲ្យស្បែកយើងមានសំណើមភ្លឺស្អាតអញ្ចឹងពេលដែលយើងផ្សំជាមួយនឹងប្រេងដូងនិងប្រទាលកតុយកពើហើយនិងស្លឹកម្រុំអញ្ចឹងមកវាធ្វើឲ្យស្បែកយើងកាន់តែភ្លឺថ្លាអាឡូងចេញពីខាងក្នុងអីដែលពិសេសនៅក្នុងប្រេងម្រុំបងប្អូនវាជួយកាត់បន្ថយការរលាកជួយបដិកោសិកាស្បែកមុខរបស់បងប្អូនទាំងអស់គ្នាជួយឲ្យស្បែកយើងក្មេងជាងវ័យមានសំណើមផ្ចិតរឹងរោមបំបត្តិស្នាមជួយស្បែកយើងសថ្លាបែបធម្មជាតិកុំភ្លេចណាបងប្អូនពេលធ្វើកុំភ្លេចដាក់ប្រទាលកតុយកពើផងកន្លែងនេះថតបដានិយាយមួយប្តីខ្ញុំបដាថាលាបនៅលើមុខឡើងតុនឡើងថ្លាហ្មងណាហើយមានអារម្មណ៍ថាចង់ទៅស្ទាបបង្អែលមុខខ្លួនឯងទេហាប់ដូចកូនក្មេងអញ្ចឹងតាមពិតវិធីនេះបងប្អូនល្អខ្លាំងបើសិនជាខ្ញុំចង់ធ្វើលក់ក៏បានដែរតែខ្ញុំអត់ទេបងប្អូនសុខចិត្តចែកម្លែកជូនបងប្អូនតាគ្នាឲ្យរៀនធ្វើចេះធ្វើទាំងអស់គ្នាទទួលបានពីស្នាដៃរបស់បងប្អូនតាគ្នាដោយខ្លួនឯងសំខាន់ងាយៗបានផលពិតប្រាកដដោយសារតែខ្ញុំមានជាមួយនឹងសេរ៉ូមបដោះកោសិកាដែលក្លឹមខ្លាំងមែនតើហើយបងប្អូនដែលគាត់ជាអ្នកប្រើក៏គាត់ស្គាល់ច្រើនដែរសេរ៉ូមបដោះកោសិកានេះគឺជាប្រភេទសេរ៉ូមដែលជួយព្យាបាលរាល់បញ្ហាស្បែកមុខទាំងអស់ស្បែកមុខបែបណាក៏ប្រើបានហើយជួយស្បែកមុខយើងក្មេងពិតប្រាកដបើបានប្រើជាមួយនឹងម៉ាំងអង្គទៀតបងប្អូននឹងកាន់តែស្រឡាញ់ស្បែកខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ